យកពណ៌ពីបន្លែផ្លែឈើសតពណ៌ធម្មជាតិអញ្ចឹងប្រើពេលរៀងយូរបន្តិចតែសុវត្ថិភាពយើងញ៉ាំដោយមានទំនុកចិត្តខ្ញុំប្រហែលកាត់ទៅជីដូនឃើញដូងចាស់នឹកឃើញផ្អែមហ្មងម៉ាពេលមានផ្លែដូងចាស់ម្ដងគាត់សប្បាយចិត្តដូចរើសបានដុំមានចឹងឯងជួនកាលគាត់វិតអន្សមគោបាយត្រៀបធ្វើតប៉ែនគឺចំណងចំណូលចិត្តរបស់គាត់ហើយអ្នកដែលកោសដូងគឺខ្ញុំកាលនឹងឲ្យទៅលឺគាត់ប្រើចង់ទីយំទេដៃយើងតូចពេលដូងធំជាងដៃកោសម្ដងយូរទ្រាំទៅហើយមួយជាហៀងផ្អែមថ្ងៃនេះត្រូវការពណ៌ច្រើនប៉ុន្តែអត់ប្រើលក្ខចំណីអាហារទេយកពណ៌ពីបន្លែផ្លែឈើសតពណ៌ធម្មជាតិអញ្ចឹងប្រើពេលរៀងយូរបន្តិចតែសុវត្ថិភាពយើងញ៉ាំដោយមានទំនុកចិត្តស្ពៃក្តោបស្វាយបានទឹកពណ៌ស្វាយស្លឹកតើយបានទឹកពណ៌បៃតងចំណែកពណ៌ក្រហមបានមកពីសកានាគក្រហមទាំង3មុខហ្នឹងកិនចម្រាញ់យកទឹកមួយមុខ180មីលីលីត្រពណ៌ទឹកក្រូចប្រើការ៉ុតហើយពណ៌លឿងប្រើល្ពៅផ្អែមមួយមុខនេះដូចនំប្រកបស្ករខ្មែរយើងអញ្ចឹងតែដាក់ស្នូលដូងស្ករស300ក្រាមស្ករត្នោត100ក្រាមអំបិលបន្តិចហើយនឹងទឹក4ស្លាបព្រាកូរឲ្យឡើងជើងក្រងហើយចាក់សាច់ដូង6ខាំចូលច្បល់គោលរហូតតតែខាស់ទឹកសាច់ដូងឡើងរឹងបន្ទុកឲ្យត្រជាក់ឆ្លៀតពេលទៅគក់ក្អៅសិនភ្ញៀវក្អៅគាត់កំងខ្ញុំរហូតថាអ្នកគ្រូក៏ប្រើសាប៊ូផ្សេងដាក់តែសាប៊ូប្រេនល្អនឹងបានហើយប្រើសាប៊ូផ្សេងមិនកើតបើខ្ញុំជាប់ចិត្តតែសាប៊ូប្រេនល្អនឹងមិនត្រឹមតែក្លិនក៏អូបជាប់បានយូរជួយកម្ចាត់បាក់តេរីនិងស្នាមប្រឡាក់លើសម្លៀកបំពាក់បានល្អមែនតើមានទាំងសាប៊ូនិងទឹកក្អូបមានច្រើនចំណូលសម្រាប់ឲ្យយើងជ្រើសរើសសំខាន់គឺផលិតផលរបស់ខ្មែរមានគុណភាពល្អតម្លៃសមរម្យហើយមានរោងចក្រផលិតផ្ទាល់នៅក្នុងប្រទេសហ្មងចង់បានសាប៊ូបោកក្អៅមានគុណភាពល្អកុំភ្លេចសាប៊ូទឹកប្រេនល្អពេលវេលារៀងខើចបញ្ញាប់ទៅសាលាអត់បានមូស្នូលទេលេងម្សៅធ្វើហ្មងបើនៅយូរត្រេតត្រោតនំក៏ធ្វើអត់តាន់ហើយទៅយឺតម៉ោងពិបាកសិស្សចាំមើលផ្លូវប្រើម្សៅតាណើបមួយមុខ200ក្រាមទាំងអស់បន្លែចំហុយមួយមុខ1ខាំកន្លះថែមទឹក95មីលីលីត្រខ្ចប់ស្នូលឲ្យជិតថាកុំឲ្យប្រហោងចូលទឹកដាំពុះត្រូវថែភ្លើងឲ្យពូររហូតកាលណាតែចុះត្រជាក់បងខូចនំអត់ល្អទេពេលឡើងដែតមានន័យថានំយើងឆ្អិនស្រង់ដាក់ទឹកត្រជាក់ធ្វើហូបពីអ្នកម៉ែតែចៃដនមានភ្ញៀវគាត់ចុះទិញដូងចំពេលធ្វើផ្អែមល្មមអញ្ចឹងជូនគាត់ភ្លក់តែម្ដងបានភ្លក់ហើយគាត់ថាឲ្យខ្ញុំដាក់លក់មុខផ្ទះដឹងថាដាច់ហ្មងពេលនៅគាត់ពិសាអស់2ចានអស់1ចានហើយគាត់ដួសដាក់ថែមខ្លួនឯង1ចានទៀតសប្បាយចិត្តឃើញពួកគាត់ចូលចិត្តឲ្យពិសាបានច្រើនអញ្ចឹងបងប្អូនអាចសាកល្បងធ្វើញ៉ាំនៅផ្ទះគ្រឿងផ្សំតិចងាយស្រួលធ្វើឆ្ងាញ់ហើយប្លែកមាត់មែនតែនម៉ែក៏ពិសាបានច្រើនដែរហើយគាត់ថាថ្ងៃក្រោយចាំធ្វើទៀតព្រោះឆ្ងាញ់